អូនសម្លាញ់ លោកម្ចាស់ ដាក់ស្រាចុះទៅ នេះគឺលោកម្ចាស់ថ្ងៃនេះមានរឿងមង្គលអីហ៎ លើកនេះគឺជារឿងមង្គលដ៏ធំមួយ គឺរឿងអ្វីដែរទៅបងឡើងតំណែងមែនទេធ្វើចម្បាំងជោគជ័យហ៎ មិនត្រូវទេ ចុះគឺអ្វីទៅជួលមកមកស្រីខ្ញុំមកវិញហើយមកវិញហើយហុងអ៊ីមើលចុះមនុស្សត្រឡប់មកវិញហើយគួរតែសប្បាយចិត្តទើបត្រូវថ្ងៃនេះពួកយើងមួយគ្រួសារផឹកស្រាមិនសវឹងមិនឈប់ល្អមកមកស្រីខ្ញុំប្រាប់មកក្រោយពេលយាយហ្វៃនាំទ័ពត្រឡប់ទៅវិញគាត់បានជួយអង្វរលោកសេនាប្រមុខលោកសេនាប្រមុខបានដឹងរឿងហើយក៏បានចូលគាល់ព្រះអង្គម្ដងមិនបានសម្រេចគាត់ទៅលើកនេះទៀតលើកនេះពួកយើងត្រូវតែអរគុណលោកសេនាប្រមុខហើយប៉ុន្តែនិយាយទៅលើកនេះឆាយភីងអាចត្រូវដោះលែងក៏ដោយសារតែមានយាយហ្វៃដែរការយាយហ្វៃត្រូវដកតំណែងហើយសម្ដីគាត់មានអ្នកស្ដាប់ដែរគេមកវិញហើយពេលនេះធ្វើការក្រោមចាងសួរលើកនេះចម្បាំងឆ្លងទន្លេគេក៏មានចំណាយចូលរួមដែរហេតុដែលបងនិយាយថាដោយសារមានយាយហ្វៃមិនមែនព្រោះតែគេនិយាយអ្វីទេតែគឺដោយសារគេត្រូវដកតំណែងព្រះអង្គបំបាក់មុខលោកសេនាប្រមុខម្ដងទៅហើយហេតុនេះក្នុងរឿងរបស់ចាងភីងព្រះអង្គក៏ពិបាកនឹងបង្អាក់មុខលោកសេនាប្រមុខទៀតណាស្ដាប់បងនិយាយចុះដូចជាយាយអ្វីដើម្បីចែកភីងពួកយើងមានចេតនាឲ្យគេដកតំណែងណាមើលអូនចុះជុំនិយាយរឿងនេះទៅមកបងប្អូនប្រុសបងស្រីបងថ្លៃលោកមីតបមើលណោះដូចជាមានទូកមកតើលឿនកុំបាញ់ព្រួយខ្ញុំគឺឈឹងហួយកុំបាញ់ព្រួយខ្ញុំគឺឈឹងហួយកុំបាញ់ព្រួយខ្ញុំគឺឈឹងហួយអែបទុកចូលមកអាទូចាំឡាត់បាទចាប់ឡើងកូនចាប់ឡើងអត់លឿនឡើងចាប់ឡើងមកចាប់ឡើងឯជាណាឆាប់ប្រាប់ឈ្មោះមកខ្ញុំគឺឈិងហួយតើទីនេះមានអ្នកសិក្សាដែរទេអ្នកសិក្សាគួរតែស្គាល់ឈ្មោះរបស់ខ្ញុំទៅហៅលោកទីប្រឹក្សាមកទីប្រឹក្សាជីងហួយនៅរាជការជីងខាងព្រោះតែជំទាស់ចាំងប៉ាំងឆាំងតែងតាំងជាស្ដេចត្រូវពលនគរជីងចាប់ទៅបើត្រូវខាត់ខ្លួននៅនគរជីងហេតុអីក៏មកវិញបាននិយាយមកគឺខ្ញុំសម្រាប់អ្នកយាមដណ្ដើមទូកត្រឡប់មកវិញសូមបញ្ជូនខ្ញុំចូលគាល់ព្រះអង្គទៅឈិងហួយអរគុណជាអត់ណៃឈិងហួយគេនាំយកកេះធំពីរមកវិញហ៎មែនហើយលោកមិនតប
តបទាំងពីរច្បាំងគ្នាគេមិននឹងអាចរត់មកវិញទាំងសកុសាបានទៅម្យ៉ាងទៀតនយោបាយទ្រព្យសម្បត្តិមកច្រើនទៀតនេះប្រកាសជារនុកក្នុងដែលពួកនគរជិញចាត់មកហើយតាមខ្ញុំយល់ចាត់ការទុកជាមុនកុំឲ្យមានគ្រោះថ្នាក់ទៅថ្ងៃក្រោយឈិញហួយគឺទីប្រឹក្សាក្នុងរាជជីងខាងព្រោះនាំមុខប្រឆាំងចាងប៉ាងឆាងធ្វើជាស្ដេចទើបមានគេឈ្មោះល្បីរន្ទឺបើពេលនេះយើងសម្លាប់ថ្ងៃក្រោយរាជការដេញដោលចុះមកខ្លាចតែពិបាកដោះស្រាយទេអញ្ចឹងនៃរបស់លោកមេតបគឺកុំទុកយូរបញ្ញាប់បញ្ជូនគេទៅរាជធានីហេពួកលោកចង់ធ្វើអីចាប់ដល់ទៅណែខ្ញុំទៅពួកលោកចង់ធ្វើស្អីពួកលោកចង់ធ្វើអីដោះលែងប្រពន្ធខ្ញុំទៅដោះលែងនាងទៅដោះលែងទៅពួកលោកជាអ្នកណាឆាប់លែងខ្ញុំទៅពួកយើងទទួលបញ្ជាធ្វើការទទួលបញ្ជាស្អីធ្វើការស្អីយើងចាំបាច់ប្រាប់អីដែរលោកមានទោសច្បាប់ក្នុងផ្នែកទេមានយុត្តិធម៌ទេហើយចង់បានច្បាប់ហ៎ល្អហើយលួចប្រាក់រាជការផតាំងនៅមុខហើយមានទោសស្លាប់មួយគត់ឯងលោកម្ចាស់ខ្ញុំសូមវល់លោកដោះលែងពួកខ្ញុំទៅពួកខ្ញុំជាប្រជារាស្ត្រសាមញ្ញពីដើមមករស់នៅធម្មតាគ្មានចិត្តមហិច្ឆតាគ្រាន់តែចង់រស់នៅសើចសុខមានពេលខ្លះយើងគិតថាវាសនាស្ថិតនៅក្នុងដៃខ្លួនឯងតែការពិតសុទ្ធតែត្រូវគេចាត់ចែងតើពួកលោកចង់យ៉ាងម៉េចតែព្រមដោះលែងពួកយើងឲ្យតែនាងព្រមទៅជាមួយយើងតាមសម្រួលតែផ្ដាពួកចាថងទៀបឯងនេះដែលចាប់មនុស្សស្រីយើងនឹងប្តឹងពួកឯងទោះបីត្រូវប្តឹងដល់ព្រះអង្គក៏យើងត្រូវប្តឹងពួកឯងឲ្យបានដែរឯងពេលនេះជាអ្នកទោសស្លាប់យើងអាចចាប់ឯងទៅកាត់ទោសបានគ្រប់ពេលឯងស្មានថាឯងអាចគេចផុតពីមាត់ទ្វារនេះបានទេយើងអាចចាប់ឯងទៅកាត់ទោសបានគ្រប់ពេលឯងស្មានថាឯងអាចគេចផុតពីមាត់ទ្វារនេះបានទេនាងថ្ងៃនេះទៅក៏ត្រូវតែទៅជាមួយយើងមិនទៅក៏ត្រូវទៅជាមួយយើងដែរឲ្យតែខ្ញុំព្រមទៅជាមួយពួកលោកអាចធានាថាប្តីខ្ញុំមិនស្លាប់មែនទេនាងនិយាយទៅនាំទៅលេងយ៉ាងក្រៅយ៉ាងនឹងប្តីបំផុតទៀតទៅអូនសំឡាញ់នាងមិនសួរខ្ញុំថាប្រងនាំនាងទៅទីណាទេចេញពីទីនេះទៅណាក៏មិនសំខាន់ដែរនាងកុំពិបាកចិត្តអីខ្ញុំនាំនាងទៅនៅកន្លែងមួយដល់ទីនោះគឺទៅសោយសោកហ៎នេះគឺដំណាក់គួយតើថ្ងៃនេះនាងបានជួបនៅតាមផ្លូវនោះគឺព្រះអង្គបច្ចុប្បន្នពីថ្ងៃនេះទៅនាងរស់នៅសោយសុខទ្រព្យសម្បត្តិរកមិនអស់សុំធ្វើសងសាគ្មានអារម្មណ៍ស្នេហាតែពេលជាផ្សានឹកឃើញតែបងអូនយំបងក៏ឃើញច្បាំងពេលដែលជួបគ្នាដំបងមិនស្គាល់គ្នាផងយំលើស្មាបងទំនងណាំងបងប្រឹក្សាពេលអូនបែកពីសងសាអារម្មណ៍ពេលឈឺផ្សាចង់រកអ្នកថ្មីទៅបាញ់ឈឺវិញក្នុងចិត្តនឹកឃើញដល់បងហេតុអ្វីនឹកតែបងវិញតូមនឹងខ្លាចបងពាក់ព័ន្ធហើយជីផ្សាមិនមែនជាស្នេហាទេមិនបានស្រឡាញ់គេទេជួយប្រាប់ខ្ញុំផងថាយើងមិនបានស្រឡាញ់
អ្នកមនាងទីបំផុតអូនមកវិញហើយអូនមិនដឹងទេយើងនឹកអូនរាល់ថ្ងៃនឹកដល់ស្នាមញញឹមរបស់អូននឹកអូនស្ទើរតែឈួតទៅហើយអារម្មណ៍ពេលឈឺផ្សាចង់រកអ្នកថ្មីទៅបាញ់រាល់ថ្ងៃអូនតែតែបង្ហាញខ្លួននៅក្នុងការសុបិនរបស់បងមិនបានជួបអូនដឹងថាយើងពិបាកចិត្តប៉ុណ្ណាទេតើអូនយល់ពីទឹកចិត្តរបស់យើងទេពិបាកចិត្តទេនោះដោយសារចិត្តរបស់លោកនឹងមិនទាន់ឈឺដល់ពេលចិត្តលោកឈឺចាប់ខ្លាំងហើយនោះគឺលែងពិបាកទ្រាំហើយហេតុអីក៏និយាយបែបនេះដាក់យើងយើងដឹងថាយើងមិនគប្បីនឹងអូននៅខឹងជាមួយយើងសន្យានឹងអូនចាប់ពីថ្ងៃនេះទៅយើងនឹងអស់ចំពោះអូនលែងឲ្យអូនចាក់ចេញពីយើងទៀតហើយអ្នកមនាងឆ្លាតស្រឡាញ់បងទេណាហាមនឹកហាមគិតធ្វើមិនបានទេណាហាមចិត្តមិនឲ្យទៅប្រាប់គេយើងមិនអាចជួបគេទេពេលនេះក្នុងរាជការសុទ្ធតែថាគេជារនុកក្នុងបើយើងមិនជួយគេយ៉ាងណាយើងធ្លាប់ជាគ្រូនឹងសិស្សពិតជាមិនដាច់ចិត្តទេលោកអាម៉ាត់ខាងចង់បានគុជនេះយូរមកហើយឯងយកទៅឲ្យគេចុះចំណែកព្រះអង្គចង់សម្លាប់គេឬយ៉ាងណាត្រូវមើលលើបុណ្យរបស់គេហើយបាទលោកម្ចាស់អរគុណជើញជើញខាងណាជើញខាងណាព្រះអង្គទូលបង្គំកើឈៀងហួយទន្ទឹងទាំងយប់ទន្ទឹងទាំងថ្ងៃទីបំផុតទូលបង្គំបានគាល់ព្រះអង្គហើយមិនងាយទេនេះគឺជាបុណ្យពីដូនតាទូលបង្គំទើបអាចឲ្យទូលបង្គំឆ្លងកាត់ភ្នំកាត់ទឹកពីនគរជីងដែលនៅឆ្ងាយយ៉ាងនេះទីបំផុតត្រឡប់មកក្បែរព្រះកាយព្រះអង្គវិញហើយលោកម្ចាស់ឈិញ
ព្រះអង្គធ្វើដំណើរផ្លូវឆ្ងាយនឿយហត់ព្រះកាយណាស់បើលោកមានកិច្ចការអីថ្ងៃស្អែកចាំមកដល់ពេលនោះលោកទូលថ្វាយព្រះអង្គចុះ ជាងហួយលើកនេះអាចត្រឡប់មកវិញបានចូលកលព្រះអង្គថ្ងៃនេះទោះជាងហួយរំទុកច្រើនជាងនេះទៀតក៏ស័ក្តិសមដែរស័ក្តិសមក្រោយឡើងមកអរព្រះគុណព្រះអង្គយើងលើថាលោកគឺរត់ពីកន្លែងមេដារបស់យើងមកមែនទេក្រាបទូលព្រះអង្គទូលបង្គំពេលបង្គំលាព្រះមហាក្សត្រយានីទ្រង់យកព្រះហស្ថស្ទាបក្បាលទូលបង្គំទ្រង់ថាសុខសប្បាយតាមផ្លូវសុខសប្បាយតាមផ្លូវព្រះមហាក្សត្រយកព្រះទ័យទុកដាក់ទូលបង្គំមិនភ្លេចទេព្រះកាយរបស់ទ្រង់គ្មានបញ្ហាទេហ៎ដំបូងទ្រង់សោយមិនឆ្អែតសុខភាពខ្សោយក្រោយមករាល់ពេលបន្ថែមរំប៉ៅមួយទើបទ្រង់សោយចូលបន្តិចព្រះកាយពេលនេះក៏រឹងមាំឡើងវិញដែររឿងនេះយើងក៏បានលើដែរថានំប៉ៅនោះដំបូងឡើយគឺឲ្យទៅលោកទេទូលបង្គំគឺស្ម័គ្រចិត្តថ្វាយទ្រង់ដោយស្មោះទូលបង្គំនៅក្មេងហូបមិនឆ្អែតមិនអីទេទូលបង្គំអាចទ្រាំបានពលលោកមើលចុះមន្ត្រីចិត្តស្មោះសំទទួលរង្វាន់សមត្ថភាពរបស់លោកម្ចាស់មិនធម្មតាមែនបែរជាអាចរក្សាជីវិតត្រូវជំរុំជិញបញ្ជូនត្រឡប់មកវិញលោកម្ចាស់លោកអមិញមិនលឺខ្ញុំនិយាយទេខ្ញុំមិនមែនត្រូវបញ្ជូនមកវិញទេគឺលួចរត់មកវិញដោយលំបាកណាតាមដែលខ្ញុំដឹងលោកម្ចាស់នៅទីនោះមានមុខតំណែងមួយការងារបែបនេះមិនត្រឹមតែអាចគ្រប់គ្រងគ្រួសារទេនៅអាចការពារសុវត្ថិភាពលោកម្ចាស់ទៀតផងការទទួលបែបនេះលោកម្ចាស់នៅចាំបាច់ប្រថុយលួចរត់ដែរជាងហួយរឿងមួយនេះពីដើមដល់ចប់លោកត្រូវបកស្រាយបានច្បាស់លោកអាចត្រឡប់មកវិញយើងច្បាស់ជារីករាយណាស់ប៉ុន្តែលោកធ្លាប់នៅធ្វើការឲ្យពួកជីងចូលរួមផ្នែកកងទ័ពត្រឡប់មកវិញក៏ធ្វើជាមន្ត្រីរបស់មហាសង្ឃយើងមនុស្សក្នុងរាជការច្បាស់ជាមានសម្លេងជំទាស់ហើយក្រាបទូលព្រះអង្គទូលបង្គំហេតុតែរកមកជោគបាយលុយរត់មកវិញគឺព្រោះតែសេនាប្រមុខពួកគេចង់សម្លាប់ទូលបង្គំណាលោកម្ចាស់ឆេងប្រកាសជាមានកំហុសធំមួយដែលមិនអាចអត់ឱនហើយកំហុសទី1គឺខុសត្រង់ទូលបង្គំដឹងពីល្បិចឈ្លានពានភាគខាងត្បូងច្រើនពេកហើយនេះពួកគេចាំបាច់ត្រូវសម្លាប់ទូលបង្គំកុំឲ្យមានគ្រោះទៅថ្ងៃក្រោយកំហុសទី2ខុសត្រង់ទូលបង្គំមើលហើយមិនភ្លេចឲ្យតែរបាយការណ៍ដែលពួកគេចុះកិច្ចព្រមព្រៀងឆ្លងកាត់ភ្នែកទូលបង្គំក៏ចាំទុកក្នុងចិត្តសូមព្រះអង្គចេញរាជសារក្នុងពេល10ថ្ងៃទូលបង្គំច្បាស់ជាសរសេររៀបរាប់ផ្ដល់ចម្លើយជាផុសតាងកំហុសទាំងពីររបស់លោកនិយាយចំពោះយើងបើជាគុណសម្បត្តិដ៏ធំពីរមើលទៅលោកលុយរត់លើកនេះគឺរត់ត្រូវហើយទោះបីជាមានមូលហេតុរត់មកវិញមែនប៉ុន្តែពីទីនោះមកឈូជើចម្ងាយជាង2800យោជន៍ចម្ងាយផ្លូវនោះ
មិនដឹងគ្មានការការពារពីពួកជីងទៅតើលោកម្ចាស់ឈិញធ្វើយ៉ាងណាអាចឆ្លងទន្លេកាត់សមុទ្រដោយមិនអោយពួកជីងដឹងខ្លួននោះទៅទូលបង្គំមកតាមផ្លូវសុកប្រាក់គេរហូតទីហ៊ានយាមកាមតាមស្រុកភាគច្រើនជាមនុស្សនគរសង្យើងទោះបីត្រូវបង្ខំចិត្តយកខ្លាចធ្វើជាមិត្តក៏ពួកគេម្នាក់គឺសុទ្ធតែស្មោះត្រង់នឹងព្រះអង្គពួកគេលើថាទូលបង្គំត្រឡប់មកគាល់ព្រះអង្គវិញក៏ព្រមដោះលែងទូលបង្គំបើកទ្វារឲ្យទូលបង្គំចេញព្រះអង្គរឿងដែលកន្លងហួសទូលបង្គំពិតជាធ្វើទាំងបង្ខំទេសូមព្រះអង្គព្រះរាជទានទោសទម្លាក់ដំណែងព្រះអង្គលោកម្ចាស់ឈិញមកវិញយ៉ាងណានៅមានចំណុចសង្ស័យមុនពេលស៊ើបរឿងនេះមិនទាន់ច្បាស់ទម្លាក់ដំណែងក៏មិនអាចប្រើការគាត់បានដែររឿងនេះគាត់ថាក្រោយពេលតាមទាហានមកឈូចៅឆ្លៀតពួកជីងមិនប្រយ័ត្នក៏រត់មកវិញសម្ដីបែបនេះយ៉ាងច្រើនគឺអាចរត់មកវិញតែម្នាក់ឯងប៉ុណ្ណោះប៉ុន្តែគាត់ធ្វើយ៉ាងណាអាចឲ្យភរិយារត់ត្រឡប់មកវិញជាមួយគ្នារហូតបែបនេះសម្ដីលោកម្ចាស់ចៅក៏ត្រូវដែរអញ្ចឹងទៅត្រូវនឿយហត់លោកម្ចាស់ចៅសរសេររបាយការណ៍រៀបរាប់ពីដំណើររបស់ឈីងហួយរួចហើយឲ្យគ្រប់ផ្នែកទាំងអស់ពិភាក្សាគ្នាថាគេត្រឡប់មកវិញគឺនាំទុកដល់រាជការឬក៏នាំប្រយោជន៍ដល់រាជការចាំទាំងអស់គ្នាស្រាវជ្រាវហើយយើងមើលរបាយការណ៍ហើយចាំសម្រេចតាមក្រោយក្រាបទូលព្រះអង្គមិនចាំបាច់បែបនេះទេទូលបង្គំយករបស់ម្យ៉ាងត្រឡប់មកវិញសូមព្រះអង្គយាងទោសទូលបង្គំយករបស់ម្យ៉ាងត្រឡប់មកវិញសូមព្រះអង្គយាងទោសយកមកយើងមើលទទួលរាជវិជានេះគឺអក្សររបស់មេដាយើងគឺជាអក្សររបស់មេដាយើងនៅឆ្ងាយអាឡ័យនឹកនាដល់បាក់សីហោះហើរនាំសំលេងរាល់ថ្ងៃនឹកកូនមិនបានជួបបានត្រឹមយល់សពស្រក់ទឹកភ្នែកគ្រប់កិច្ចការពិភាក្សាជាមួយឈីងហួយម្នាក់នេះចេះដឹងមានបទពិសោធន៍ជាអ្នកមានទេពកោសល្យកម្របានជួបបោះបង់គួរឲ្យស្ដាយនិងខាតបង់មេដាព្រះអង្គប្រយ័ត្នប្រកាយផងព្រះអង្គមេដាបុត្រអកតញ្ញូបុត្រទូលមេដាគឺបុត្រនៅធ្វើតាមប្រកាសជាធ្វើតាមលោកម្ចាស់ឈិញត្រឡប់មកពីភៀកខាងជើងចំពោះយុទ្ធសាស្ត្រប្រកាសជាយល់ច្រើនណាស់ព្រះអង្គគួរតែឲ្យលោកម្ចាស់ឈិញផ្ដល់យោបល់ទៅលោកម្ចាស់ឈិញនិយាយទៅទទួលរាជវិជាព្រះអង្គពេលនេះមានកាលបៈពីរលំបាកមួយមិនអាចស្អប់លំបាកពីរមិនអាចច្បាំងលោកម្ចាស់ឈិញតើអាចនិយាយច្បាស់បន្តិចទេអ្វីគឺមិនស្អប់អ្វីគឺមិនអាចច្បាំង
មានអ្វីមិនអាចច្បាំងទៅពួកជីងពេលនេះចាប់ព្រះមេដាបេដារបស់ព្រះអង្គគឺដូចជាយកបានចំណុចខ្សោយរបស់ព្រះអង្គបើព្រះអង្គច្បាំងនេះគឺអកតញ្ញូបើមិនច្បាំងគឺមិនស្មោះត្រង់ហេតុនេះព្រះអង្គពេលនេះច្បាំងមិនច្បាំងសិតតែពិបាកព្រះអើយយើងស្លាប់ទៅប្រសើរជាងមិនដឹងថាលោកម្ចាស់ឈិញមានមធ្យោបាយអីដែរដកថយការពារខ្លួនជួសជុលភ្នូររាជវង្សស្រុកទេសសុកសានឲ្យរាជស្ងប់ចិត្តគឺល្អបំផុតបែបនេះល្អលោកម្ចាស់ឈិញនិយាយត្រូវយើងលោកម្ចាស់ចៅយើងនៅមានការពិភាក្សាជាមួយលោកម្ចាស់ឈិញលោកត្រឡប់ទៅវិញចុះទូលបង្គំថ្វាយបង្គំលាលោកម្ចាស់ឈិញនិយាយមកខាងនេះក្រាបទូលលោកមិនតបហេយើងសិញលោកមិនតបមានរឿងសុំហើយពួកជីងវាយចូលក្រុងសិញសៀងពេលនេះគឺចង់កំទេចក្រុងទៀតក្រំមែនប្រជារាស្ត្រទូទាំងក្រុងពេលនេះគឺសិតតែដឹងថាកងទ័ពនៅទីនេះនាំគ្នាមកចោះចូលលោកមិនតបសូមលោកបញ្ញាប់ចាត់ទ័ពទៅជួយសង្គ្រោះជាមិនតាន់ទៅខ្ញុំទៅរកបិទតបវាងសិនហើយនៅទីនេះលោកប្រជារាស្ត្រមិនអាចទៅបានទេយើងទៅស្រុកសិញសៀងមិនអាចទេលោកមិនតបទៅបានទេលោកមិនបានទេមិនបានទេលោកមិនតបមិនបានទេមិនបានទេសាពួកជួយចាំការទេហើយមិនចូលទេមិនបានទេទៅក្រោយវិញទៅកាប់លៀបទៅលបងជាការអីរាជការមិនចង់ឲ្យពួកយើងរស់ហើយរាជការចាប់ខ្លួនលោកម្ចាស់ចាងផ្ដាច់ស្បៀងរបស់ពួកយើងទៀតមិនក៏ម៉ែមនេះលបងមើលទៅប្រងគឺខ្លាយពួកយើងច្បាំងចាញ់បលាំងទ្រង់រក្សាមិនបានខ្ញុំថាខ្លាយពួកយើងច្បាំងឈ្នះបលាំងទ្រង់គឺរក្សាមិនបានមនុស្សមិនក៏តិចម្លេះមិនតប6នាក់នាំកងទ័ពគេទៅហើយជប់ធ្វើហើយថាមិនត្រូវធ្វើជាចំណាប់ខ្មាំងផងមិនតបវាងនិយាយថាម៉េចហើយអ្នកធំជាក្រែស្នែងកូនចៅជាអ្នកសែងពួកគេម្នាក់ទៅអស់ហើយគេនៅទីនេះធ្វើស្អីទៀតចាំសម័យហើយអ្នកគ្រប់គ្នាស្ថានភាពពេលនេះយ៉ាងម៉េចអ្នកទាំងអស់គ្នាដឹងច្បាស់ណាស់ខ្ញុំក៏មិននិយាយច្រើនដែរយាហ្វៃមុនពេលឯងមកខ្ញុំបានពិភាក្សាជាមួយទាំងអស់គ្នារួចហើយពេលនេះដាច់ស្បៀងអាហារខ្ញុំគិតថាប្រុងដកទ័ពវិញលោកបន្ទាប់ខាងចុងអ៊ីផ្សព្វផ្សាយដំណឹងថាទ័ពជិញដណ្ដើមយកក្រុងសឹងសៀងប្រកាសថាកំទេចក្រុងបញ្ចេញកំហឹងយាហ្វៃមកសុំទ័ពជំនួយពីលោកស្បៀងត្រូវបានផ្ដាច់រាជការក៏បានដាក់បញ្ជាមិនត្រឡប់ទៅវិញទៀតមានតែភ្លើងស្លាប់ទេជប់ជារាជគិតយ៉ាងម៉េចយកកិច្ចការរួមជាធំមិនអាចខ្វល់ច្រើនយ៉ាងនេះទេវាសនាមនុស្សម្នាក់មើលលើបុណ្យរបស់ពួកគេចាការបញ្ជូនស្បៀងមកហើយខ្ញុំនឹងតតាំងវិញមុនគេលោកមិនតបខ្ញុំមិនឲ្យនៅប៉ាទៅសុំស្បៀងពីលោកសេនាប្រមុខហើយក្នុងពេល3ថ្ងៃដល់មកដល់សុំលោកមិនតបពិចារណាផងសេនាប្រមុខស្ដាប់រាជការឬមួយស្ដាប់យាហ្វៃឯងទៅឈប់និយាយទៅដកទ័ពលោកមិនតបសំឡេងតែនិយាយជាមួយខ្ញុំមកផ្លែតមិនតបបានលោកមិនតបជួយពួកយើងគ្រូសាស្ត្រនឹងក្រុមខ្ញុំផ្សេងៗឡើយលោកមិនតបជួយពួកយើងជួយក្រៅឡើងបងជួយលោកមិនតបពួកយើងក្រៅឡើងក្រៅឡើងបងតាគ្នាឆាប់ក្រៅឡើងមកទៅក្រៅឡើងទៅអ្នកក្រៅឡើងអរគុណលោកមិនតបក្រៅឡើងបងប្អូនស្ងាត់បន្តិច
ខ្ញុំយល់ព្រមនៅទាំងអស់គ្នាប្រកាសជាទៅជួយគ្រួសាររបស់អ្នកទាំងអស់គ្នា អូអរគុណណាស់អរគុណណាស់លោកមេតបលោកមេតបអរគុណណាស់អរគុណ លោកមេតបមិនអាចដកថយបានទេ បើខ្ញុំជាឯងខ្ញុំក៏ទៅបណ្ដេញពួកជីងដែរតែខ្ញុំពេលនេះគឺជាមេតបធំមានកិច្ចការធំត្រូវយកកិច្ចការរួមជាធំ អ្វីជាកិច្ចការរួមពួកយើងធ្វើទាហានច្បាំងគ្នាតែមិនមែនដើម្បីប្រជារាស្ត្រទាំងនោះទេពេលនេះអាចសាកល្បងបានហេតុអីក៏មិនសាកទៅលោកមេតបលោកមើលពួកគេទាំងអស់នោះទៅ នេះជាបញ្ជាទ័ពផ្សព្វផ្សាយបញ្ជានាំទ័ពដាក់ថយ